អាខ្លះយកតុងជាតិទៅជឿនអាខ្លះយកលុយទៅហែកអាខ្លះដុតលុយគេអាខ្លះចេះអាខ្លះដុតលុយគេ អាខ្លះចូលមកខ្មែរតែបងប្អូនខ្មែរឃើញកាប់អាយ៉ាក្បាលខ្ទេចទៅឡើយអាខ្លះយកលុយទៅហែកហើយអាខ្លះកាន់ជើងសៀមតែវាអត់កាន់ជើងខ្មែរនេះឯងអាខ្លះដុតលុយគេហើយអាខ្លះទៀតនិយាយឈ្នះគេព្រោះគេវាយ4ស្មើ1 4 4 1ហ៎សិតតាតង្វើវាថោកទាបបំផុតហ្មងបើឯងកុំនិយាយទៅវិថីហ៎ហើយកុំនិយាយទៅងាប់ហ៎តែចេញមកឌឺដែរឌឺខ្មែរគ្នាឯងដែរមើលអាគេកាប់ក្បាលតែបងប្អូនជួយ share វីដេអូនោះឲ្យវាឃើញមើលខ្ញុំស្ដាប់ដំបូងស្មានវាថាឲ្យថៃតែពេលខ្ញុំក្រោយខ្មែរថាឲ្យខ្មែរយើងហើយអញចាំមើលថ្ងៃថៃចាប់ក្បាលឯងឲ្យមកខ្មែរចាំមើលអញចាំមើលដល់ថ្ងៃហ្នឹងហើយចាំមើលអាវ៉ាន់ត្រៀមឲ្យចាំទុកពេលអញនិយាយនៅពេលដែលខ្មែរថៃអាមិនអត់ត្រូវគ្នាមិនឲ្យប្រជាជនខ្មែរនៅថៃសោះបណ្ដោយគេត្រូវតែមូលទាំងអស់ឬក៏គេត្រូវចាប់ដាក់គុកអីគេចាប់បញ្ជូនមកខ្មែរវិញអីហើយមើលឯងធ្វើមិនហើយមើលពេលឯងមកដល់ខ្មែរបើឯងជាប់នៅគុកនៅថៃអត់អីរួចខ្លួនហើយចាំទុកប្រូវ៉ាន់ប្រូរម៉ែ